រឿងសត្វកុកគឺជារឿងព្រេងប្រជាប្រិយមួយដែលមានតម្លៃផ្នែកអប់រំនិងបញ្ចេញសំណើចសម្បូរពេញទៅដោយគំនិតប្រាជ្ញាខាងក្រោមនេះជាសាច់រឿងសង្ខេបរឿងសត្វកុកនៅសម័យមុនមានសត្វកុកមួយចេះនិយាយហើយវាសម្បូរទៅដោយឥរិយាបថឆ្លាតវៃវាស្នាក់នៅជាមួយម្ចាស់របស់វាដែលជាបុរសចាស់ម្នាក់ក្នុងភូមិថ្ងៃមួយម្ចាស់វាបានយកវាទៅទីផ្សារដើម្បីលក់មុនពេលលក់សត្វកុកនិយាយជូនម្ចាស់ថាសូមកុំលក់ខ្ញុំឲ្យអ្នកឃើញថាខ្ញុំចេះនិយាយទេព្រោះខ្ញុំអាចជួយម្ចាស់រកស៊ីបានច្រើនជាងលក់ខ្ញុំម្ចាស់វាមិនស្ដាប់ទេហើយលក់វាទៅឲ្យជនក្រៅភូមិម្នាក់អ្នកទិញបានស្ដាប់សត្វកុកនិយាយក៏រីករាយណាស់ហើយយកទៅផ្ទះដើម្បីធ្វើជាសត្វសំឡេងបន្ទាប់មកសត្វកុកបានប្រើឆ្លាតវៃនិយាយបញ្ឆោតបង្ហាញអំពីឧបករណ៍ឬការលួចលុយនៅផ្ទះម្ចាស់ថ្មីទាំងអស់នោះធ្វើឲ្យម្ចាស់ថ្មីអស់សេចក្តីទុកចិត្តហើយខឹងវាក្រោយមកក៏យកវាទៅលក់របស់ចោលវិញចុងក្រោយសត្វកុកបានត្រឡប់ទៅរកម្ចាស់ចាស់របស់វាដែលក៏បានសុំទោសវាហើយទទួលវាឡើងវិញពីនោះទៅមកសត្វកុកបានរស់នៅសុខសាន្តជាមួយម្ចាស់ដោយជួយបង្ហាញសេចក្តីពិតនិងការឆ្លាតវៃរបស់វាអត្ថន័យនៃរឿងសត្វកុកជាតំណាងនៃអ្នកឆ្លាតវៃប៉ុន្តែជីវិតតែងតែជួបការមិនគោរពពីអ្នកខ្លះរឿងបង្ហាញអំពីការប្រែប្រួលចិត្តមនុស្សការមិនគោរពអំណោយធម្មជាតិឬអ្នកមានអត្ថប្រយោជន៍សារៈសំខាន់កុំសម្លឹងសម្លេងតែត្រូវស្គាល់តម្លៃសពថ្ងៃនិងសេចក្តីស្រឡាញ់ពិតប្រាកដប្រសិនបើអ្នកចង់ឲ្យខ្ញុំនិយាយជារឿងពេញឬបង្កើតជារូបភាពសូមប្រាប់ខ្ញុំ